បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំបងប្អូនទៅស្វែងយល់នឹងរឿងព្រេងដ៏ល្បីល្បាញមួយនិងគួរឲ្យខ្លាចបំផុតគឺរឿង Bloody Mary ដែលបានបន្សល់ទុកនូវភាពភ័យខ្លាចជាច្រើនជំនាន់នៅក្នុងតំបន់អឺរ៉ុបតើ Bloody Mary ជានរណាហើយនាងបានលេចឡើងដោយរបៀបណាដែរហេតុអ្វីបានជានាងខ្លាចជារឿងព្រេងដ៏គួរឲ្យខ្លាចបែបនេះរឿងរ៉ាវ Bloody Mary មានប្រភពមកពីប្រទេសលោកខាងលិចហើយគេជឿថាជាខ្មោចស្រីម្នាក់ដែលបានស្លាប់ដោយសោកនាកម្មឬក៏ជាមេធ្មប់ដែលត្រូវបានគេសម្លាប់យ៉ាងឃោរឃៅគេនិយាយដំណើរតគ្នាថាប្រសិនបើអ្នកឈរនៅមុខកញ្ចក់បន្ទប់ទឹកងងឹតទាំងស្រុងហើយនិយាយឈ្មោះ Bloody Mary ចំនួន3ដងឬច្រើនដងជាង3ដងនោះរូបភាពរបស់អ្នកនាងនឹងលេចឡើងមកតាមកញ្ចក់នោះអ្នកខ្លះទៀតនិយាយថាអ្នកនឹងឃើញនាងលេចឡើងមកពេញខ្លួនហើយនាងនឹងប្រឹងព្យាយាមធ្វើបាបអ្នកថែមទាំងទាញអ្នកចូលកញ្ចក់ថែមទៀតផងរឿងព្រេងបែបនេះមានការប្រែប្រួលជាច្រើនតាមតំបន់និងជំនឿផ្សេងៗគ្នាអ្នកខ្លះជឿថានាងនឹងកាត់មុខអ្នកច្របាច់កអ្នកឬបឺតឈាមអ្នកដូចឈ្មោះរបស់នាងបានបង្ហាញស្រាប់អ្នកខ្លះទៀតបានជឿថានាងនឹងបង្ហាញខ្លួនជាស្រមោលឬជាសម្លេងខ្សឹបប៉ុណ្ណោះភាពគួរឲ្យខ្លាចរបស់រឿង Bloody Mary គឺស្ថិតនៅលើភាពអាថ៌កំបាំងនិងការរំពឹងទុកតើពិតជាមានមែនអ្វីដែលនឹងអាចកើតឡើងនៅពេលដែលគេហៅឈ្មោះនាងតើវាគ្រាន់តែជាការស្រមើស្រមៃឬក៏ជាការពិតដែលមិនអាចបញ្ជូលបានក្មេងៗជាច្រើនតែងលេងល្បែង Bloody Mary ដើម្បីសាកល្បងភាពក្លាហានរបស់ខ្លួនប៉ុន្តែពួកគេក៏តែងតែមានអារម្មណ៍ភ័យខ្លាចនៅពេលដែលពួកគេធ្វើបែបនេះដែរតាមការស្រាវជ្រាវរឿង Bloody Mary មានទំនាក់ទំនងជាមួយនឹងរឿងពិតនៅក្នុងប្រវត្តិសាស្ត្រអ្នកខ្លះជឿថានាងជាមហាក្សត្រទាយា Mary ទី1នៃប្រទេសអង់គ្លេសដែលត្រូវបានគេស្គាល់ថា Mary បង្ហូរឈាមដោយសារតែនាងបានធ្វើទុកបុកម្នេញយ៉ាងឃោរឃៅទៅលើក្រុម Protestant ទ្រឹស្ដីមួយទៀតបានបង្ហាញថា Mary ជាស្ត្រីម្នាក់ដែលត្រូវបានដុតក្នុងអំឡុងពេលការសាកល្បងមេធ្មប់នៅដើមសម័យទំនើបនេះទោះយ៉ាងណាក្តីมันមានផុសតាងច្បាស់លាស់មួយណាដែលបញ្ជាក់ពីរឿងនេះឡើយរឿងព្រេងនេះបានរីករាលដាលទៅពេញពិភពលោកហើយបានក្លាយជាផ្នែកមួយនៃវប្បធម៌យ៉ាងប្រជាប្រិយគេឃើញមាន Bloody Mary នៅក្នុងខ្សែភាពយន្តរឿងប្រឡោមលោកនិងកម្មវិធីទូរទស្សន៍ជាច្រើនភាពល្បីល្បាញរបស់ Bloody Mary គឺដោយសារតែការប៉ះពាល់ដល់អារម្មណ៍ភ័យខ្លាចរបស់យើងដែលវាបានលេចឡើងក្នុងផ្លូវចិត្តរបស់មនុស្សគ្រប់រូបការឈរតែឯងនៅក្នុងមុខកញ្ចក់នៅក្នុងភាពងងឹតគឺជាបទពិសោធន៍ដ៏គួរឲ្យព្រឺព្រួយមួយហើយមានការគិតថានរណាម្នាក់ឬអ្វីមួយកំពុងតែមើលមកយើងដែលអាចបណ្ដាលឲ្យមានអារម្មណ៍មិនស្រួលក្នុងខ្លួនជានិច្ចលើសពីនេះទៅទៀតការនិយាយឈ្មោះដដែលអាចបណ្ដាលឲ្យចិត្តរបស់យើងផ្ដោតអារម្មណ៍ទៅលើរឿងនេះកាន់តែខ្លាំងហើយធ្វើឲ្យយើងងាយស្រមៃឃើញអ្វីដែលមិនជាពិតទោះបីជារឿង Bloody Mary គ្រាន់តែជារឿងព្រេងក៏ពិតមែនវាបានបង្រៀនយើងអំពីអំណាចនៃការជឿនិងឥទ្ធិពលនៃរឿងរ៉ាវដែលត្រូវបានគេនិយាយតគ្នាទៅវិញទៅមកវាបានបង្ហាញថាភាពងងឹតនិងភាពស្ងៀមស្ងាត់អាចជំរុញឲ្យមានការស្រមើស្រមៃរបស់យើងហួសពីការពិតបានដូច្នេះបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់ឮឬក៏សាកល្បងលេងល្បែង Bloody Mary នេះដែរឬទេតើបងប្អូនមានបទពិសោធន៍យ៉ាងណាដែរចំពោះរឿងនេះសូមជួយចែករំលែកបទពិសោធន៍របស់បងប្អូននៅក្នុងផ្នែក comment ខាងក្រោមសូមកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗនិងរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ខ្ញុំបាទសូមអរគុណចំពោះបងប្អូនទាំងឡាយណាដែលបានមើលវីដេអូរបស់ខ្ញុំពីមុនមកសូមអរគុណ